ជំរាបសួរបងប្អូនជុំរួមជាតិទាំងអស់គ្នាខ្ញុំសាស្ត្រាចារ្យជំនួយជេងអ៊ីងនេះជាករណីចោះដោយអង្គដូស្កូប UBE ទៅលើអ្នកជំងឺម្នាក់ដែលមានអាយុ30ឆ្នាំជាងគាត់មានបញ្ហាលៀនទ្រនាប់ឆ្អឹងកចង្កេះ L4 L5 ផ្នែកខាងឆ្វេងដែលការឈឺចុកចាប់របស់គាត់នឹងមានរយៈពេលយូរឆ្នាំដែរហើយគាត់ព្យាយាមប្រើប្រាស់ថ្នាំព្យាយាមព្យាបាលដោយចលនាតែការឈឺចាប់នេះវាមិនធូរស្បើយរហូតដល់គាត់ពិបាកនឹងធ្វើចលនាហើយឈឺខ្លាំងចាក់ពីចង្កេះមកជើងក៏គាត់សម្រេចចិត្តទទួលយកសេវាព្យាបាលដោយការចោះអង្គដូស្កូប UBE បងប្អូននេះជារូបក្នុងកំឡុងពេលដែលចោះហ្នឹងអ្វីដែលខ្ញុំគៀសខាងលើជាសរសៃចង្កេះដែលជាប់ទៅដោយឌីសវាគៀបនៅនឹងនេះឌីសខ្ញុំទាញមកចេញហ្នឹងបងប្អូនអាហ្នឹងជាឌីសដែលវាដាច់ចេញមកហើយនៅមានសល់ឌីសថែមទៀតហើយយើងដោយការផ្ទៀងផ្ទាត់ជាមួយនឹងរូបភាពយើងគិតថាវានៅសល់ទៀតបំណែកដែលវាដាច់ចេញមកឌីសហ្នឹងអញ្ចឹងយើងព្យាយាមគៀសដើម្បីរកវាយកចេញវាឲ្យអស់ព្រោះកាលណាយើងយកមិនអស់ទេវានៅតែឈឺចុកចាប់ដដែលនេះពេលដែលខ្ញុំគៀសទៅបងប្អូនឃើញស្រាប់ហើយយើងមិនទាន់បានចាក់ទម្លាយវាទេវាឌៀនដាច់ចេញមកហ្មងអញ្ចឹងអាហ្នឹងជាឌីសដែលដាច់ចេញហើយឌីសមួយផ្នែកធំទៀតវាទល់ដោយវាមិនបានដាច់ចេញទេបងប្អូនអាហ្នឹងក៏យើងត្រូវយកវាដែរព្រោះកាលណាយើងអត់យកក្រោយការចោះហ្នឹងការឈឺចុកចាប់អន្តមួយរយៈពេលទេហើយបន្ទាប់មកវានឹងឈឺខ្លាំងអាចនឹងថាដូចដើមវិញអញ្ចឹងបងប្អូននេះខ្ញុំព្យាយាមគៀសយកគេយកឲ្យបន្ទាប់មកទៀតយើងនឹងចាក់បំបែកទៅលើអាឌីសដែលវាមិនទាន់ដាច់ចេញអញ្ចឹងបងប្អូនខ្ញុំគៀសទៅលើហើយយើងគៀសមានការប្រុងប្រយ័ត្នដើម្បីបង្ការកុំឲ្យមានការដាច់ទៅលើស្រោមខួរតែណាដាច់ស្រោមខួរចេញទៅខួរឆ្អឹងខ្នងជាផលលំបាកមួយទៀតហើយបងប្អូនបន្ទាប់ពីនេះហើយខ្ញុំយកឧបករណ៍មួយតាក់សរសៃទៅលើទៀតបងប្អូននេះបងប្អូនឌីសដែលនៅសល់ហ្នឹងវាអត់ដាច់ចេញមុនហ្នឹងខ្ញុំចោះវាទៅលាយហ្នឹងពណ៌សហ្នឹងបងប្អូនយើងមើលក្នុង MRI ឃើញពណ៌ខ្មៅតែភាពពិតគឺវាពណ៌សហ្នឹងឯងនេះបងប្អូនគេខ្ញុំទាញមកណាគេវាដាច់ចេញមកថែមទៀតហើយអញ្ចឹងអាហ្នឹងបើសិនជាសល់បំណែកហ្នឹងវានឹងឈឺចុកចាប់ទៀតក្រោយការចោះហ្នឹងអញ្ចឹងយើងព្យាយាមយកវាឲ្យអស់ប៉ុន្តែមិនឲ្យអស់ឌីសទាំងស្រុងទេព្រោះកណាត់អស់ឌីសទាំងស្រុងចាំខ្នងយើងសកត់លើគ្នាក៏វាមិនល្អដែរបងប្អូនយើងយកតែបំណែកណាដែលវាលៀនហ្នឹងបងប្អូនទាញវាម្ដងតិចមកនេះបងប្អូនហើយបងប្អូននឹងឃើញពេលដែលបន្ទាប់ពីការចោះទៅខ្ញុំនឹងឲ្យបងប្អូនឃើញថានេះឌីសវាដែលយើងយកចេញវាចំនួនប៉ុណ្ណាបងប្អូនយើងមើលហាក់បីដូចជាឧបករណ៍ធំប៉ុន្តែពិត2មីលីម៉ែត្រទេបងប្អូនឧបករណ៍យើងទាញហ្នឹងណា2មីលីម៉ែត្រទេយើងវះហ្នឹងយើងចោះហ្នឹងទូចចាបងប្អូនយើងព្យាយាមសម្អាតដងតិចចឹងបងប្អូនយើងយកវាយកហើយយកទៀតដើម្បីធានាថាត្រូវការចោះគឺគាត់នឹងថយការឈឺចុកចាប់ច្រើនបងប្អូនឧបករណ៍ដែលខ្ញុំយកចូលទៅគឺ2ម៉ែត្រទូចទេខ្ញុំព្យាយាមយកវាសហ្នឹងជាឌីសហ្នឹងបងប្អូននេះក្រោយពីការមុននឹងបិទបញ្ចប់យើងផ្ទៀងផ្ទាត់មើលថាតើអ្នកសរសៃហ្នឹងវាទលាយនៅបងប្អូននេះឃើញទេខ្ញុំព្យាយាមសង្កត់ជីមើលវាទលាយហើយក៏យើងសម្រេចចិត្តបិទបញ្ចប់នៃការចោះយកហ្នឹងហើយនេះបងប្អូនជាឌីសនៅក្នុងរង្វង់មូលពណ៌ក្រហមដែលយើងយកចេញហ្នឹងអញ្ចឹងចំពោះករណីគាត់ក្រោយការចោះបានមួយយប់គឺការឈឺចុកចាប់របស់គាត់មានការអន់ថយច្រើនបងប្អូនហើយគាត់អាចធ្វើចលនាបានមានន័យថាគាត់អាចក្រោកដើរហើយអង្គុយស្រួលជាងមុនបងប្អូនហើយយើងរងចាំពេលវាកាលណាវិជាសះស្បើយយើងចំណាយពេលប្រហែលមួយអាទិត្យទៀតអញ្ចឹងសង្ឃឹមថាគាត់នឹងអាចវិលត្រឡប់ទៅប្រកបការងាររបស់គាត់បានធម្មតាវិញដែរអរគុណបងប្អូនអរគុណ